សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាវិលមកជួបជាមួយនឹង admin ម្ដងទៀតរីណាជាមួយនឹងរឿងភេទថ្មីដែលមានចំណងជើងថា My Boyfriend ដែលមានសម្ដៅជាចំណងជើងខ្មែរថាកិច្ចសន្យាស្វាមីចុងផុលក៏ព្រោះអីតែនៅក្នុងសាច់រឿងនេះគេបាននិយាយរៀបរាប់ពីតួស្រីរបស់យើងដែលនាងគឺជា CEO ដែលមានអធិបតេយ្យម្នាក់តែក៏ត្រូវបានបង្ខំចិត្តរៀបការដើម្បីទទួលបានមរតកអាជីវកម្មគ្រួសាររបស់នាងដូច្នេះហើយតួស្រីរបស់យើងនាងក៏បានស្វែងរកស្វាមីដែលគ្រប់គ្រងនាងពីខាងក្រោយហើយនាងក៏បានទៅជួបជាមួយនឹងមេចុងផុលឯកជនម្នាក់ដែលមានមន្តស្នេហ៍ទាក់ទាញធ្វើឲ្យតួស្រីរបស់យើងនាងក៏បានជ្រើសរើសយកគាត់ដើម្បីធ្វើជាស្វាមីកិច្ចសន្យារបស់នាងក៏ប៉ុន្តែនៅក្នុងឡងពេលដែលតួប្រុសរបស់យើងគាត់គឺជាស្វាមីកិច្ចសន្យារបស់តួស្រីនឹងដែរគឺគាត់បានបំពេញតួនាទីនៅក្នុងផ្ទះជំនួសតួឯកស្រីរបស់យើងដែលបានមើលថែនិងយកចិត្តទុកដាក់ចំពោះនាងសូម្បីតែសំនៀងពាក្យខាងក្នុងហ្នឹងក៏គាត់ទិញឲ្យនាងដែរហើយទង្វើទាំងអស់នេះឯងវាក៏បានធ្វើឲ្យតួស្រីរបស់យើងនាងក៏បានធ្លាក់លងស្នេហ៍តួឯកប្រុសរបស់យើងតែនាងមិនបានដឹងនោះទេថាគាត់បានលាក់អាថ៌កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពីក្រោយខ្នងរបស់នាងណាហើយបើអញ្ចឹងនៅពេលដែលតួស្រីរបស់យើងនាងបានដឹងអំពីអាថ៌កំបាំងរបស់តួប្រុសហ្នឹងតើវានឹងមានរឿងអ្វីកើតឡើងរវាងពួកគេទាំងពីរនេះអញ្ចឹងហើយកុំឲ្យរងចាំយូរទៀតនោះយើងចូលទស្សនាការសម្ដែងរឿងជាមួយនឹង admin តែម្ដងទៅដែលរឿងនេះដែរគឺចាប់ផ្ដើមឡើងជាមួយនឹងតួឯកស្រីរបស់យើងនេះមានឈ្មោះថាអ៊ីនីងបានដើរចូលទៅក្នុងបន្ទប់ប្រជុំនាងក៏ស្រាប់តែបានឮឪពុកចុងរបស់នាងបាននិយាយជាមួយនឹងម្ចាស់ភាគហ៊ុនអំពីការដួលរលំរបស់ក្រុមហ៊ុនអ៊ីយ៉នរបស់នាងអញ្ចឹងតួស្រីរបស់យើងពេលនោះនាងក៏បានចូលទៅនិយាយប្រាប់ម្ចាស់ភាគហ៊ុនទាំងអស់ថាក្រុមហ៊ុនអ៊ីយ៉ននេះគឺជាក្រុមហ៊ុនរបស់ជីតាខ្ញុំដែលគាត់នៅមានជីវិតរស់រាននៅឡើយទេហើយគាត់កំពុងតែសម្រាប់ព្យាបាលហើយឆ្លៀតក្នុងអាការនេះតើលោកកំពុងតែរៀបចំផែនការដើម្បីចាប់យកក្រុមហ៊ុនអ៊ីយ៉នមែនទេលោកកំភ្លេចសាថានៅមានខ្ញុំនៅទីនេះហើយលោកតាបាននិយាយប្រាប់ខ្ញុំថានៅថ្ងៃណាមួយដែលគាត់មកស្រួលគាត់នឹងឲ្យខ្ញុំកាន់កាប់ក្រុមហ៊ុនអ៊ីយ៉ននេះហើយវាត្រឹមត្រូវហើយដែលខ្ញុំត្រូវការពីក្រុមហ៊ុនអ៊ីយ៉នខណៈពេលដែលពុកចុងរបស់នាងក៏បាននិយាយថាបើតាមគាត់ចាត់លោកតារបស់ឯងបាននិយាយថាឯងអាចទទួលយកមរតកក្រុមហ៊ុនអ៊ីយ៉ននេះបានលុះត្រាតែឯងរៀបការរួចរៀបការអញ្ចឹងមែនទេបានមួយសប្តាហ៍ទៀតចាប់ពីថ្ងៃនេះតទៅខ្ញុំអញ្ជើញអ្នករាល់គ្នាទៅចូលរួមក្នុងកម្មវិធីមង្គលការរបស់ខ្ញុំផងរូបទាំងអ្នកផងដែរឪពុកចុងហើយបន្ទាប់ពីអ៊ីនីងបាននិយាយព្រមព្រៀងជាមួយនឹងឪពុកចុងរបស់នាងហើយនោះឥឡូវនេះដែរទស្សរីរបស់យើងនាងកំពុងតែមានផលវិបាកដោយសារតែនាងមិនទាន់មានដៃគូដើម្បីរៀបការនៅឡើយទេទើបនាងក៏បានពឹងពាក់ឲ្យលោកវិនក៏ស្វែងរកដៃគូឲ្យនាងដោយការពិនិត្យមើលប្រវត្តិរូបរបស់គេហើយបន្ទាប់មកក៏ណាត់ជួបជាមួយនឹងពួកគេដែលប្រវត្តិរូបទាំងអស់នោះគឺមានចំនួន4តែទស្សរីរបស់យើងក៏បានជ្រើសរើសណាត់ជួប3អ្នកដំបូងនៅក្នុងពេលវេលាជាមួយនឹងគ្នាក៏ប៉ុន្តែនៅពេលដែលទស្សរីរបស់យើងទៅជួបនឹងគឺសុទ្ធតែមិនត្រូវចិត្តនោះទេក៏ព្រោះអីតែពួកគេនឹងមិនមែនជាម៉ៃថែបរបស់នាងដូច្នេះវាក៏បានធ្វើឲ្យទស្សរីរបស់យើងអ៊ីនីនឹងពិតជាវិបាកចិត្តខ្លាំងណាស់ដោយសារតែនាងមិនអាចរកដៃគូដ៏សមរម្យម្នាក់ក៏ប៉ុន្តែនៅពេលដែលអ៊ីនីនឹងបានត្រឡប់មកផ្ទះវិញហើយបានបើកមើលប្រវត្តិរូបចុងក្រោយរបស់បេក្ខជនទី4នាងក៏ឃើញថាគាត់គឺមានរូបរាងសមសួនហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់គឺជាមេចុងផុសឯកជនម្នាក់ទៀតផងដែលគាត់មានឈ្មោះថាសិនឆិនស៊ឺដែលទៅជាតួឯកប្រុសរបស់យើងនឹងឯងដែលនាំឲ្យអ៊ីនីងបានឃើញហើយនឹងមិនបងឯងបងអង្គយូនាងក៏បានទៅរកគាត់នៅឯភោជនីយដ្ឋានរបស់គាត់ផ្ទាល់តែម្ដងក្នុងគោលបំណងមិនមែនទៅជួបចំនោះទេគឺទៅភ្លក់ម្ហូបដែលគាត់បានធ្វើដែលនាំឡើងពេលដែលអ៊ីនីងបានចូលទៅក្នុងភោជនីយដ្ឋានរបស់ឈិនស៊ីនាងក៏បានឃើញថាការតាប់តែងហាងរបស់គាត់នឹងគឺប្លែកដែលវាមានភាពស្តៀងគ្នាដូចទៅនឹងការតាប់តែងរបស់ផ្ទះនាងដែរហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅពេលដែលអ៊ីនីងបានជួបគ្នាជាមួយនឹងគាត់ដំបូងនឹងគឺនាងបានចាប់អារម្មណ៍ទៅលើការចម្អិនអាហាររបស់គាត់ក៏ព្រោះតែនាងបានឃើញគាត់ធ្វើនំនីតិខេរ៉ាដូដែលជាបង្អែមដែលនាងចូលចិត្តញ៉ាំបំផុតដូច្នេះនាងក៏បាននិយាយសួរគាត់ថាតើនាងអាចសាកល្បងញ៉ាំវាបានដែរឬអត់ហើយព្រាមនឹងដែរប្រុសរបស់យើងគាត់ក៏បានឆ្លើយតបថាគាត់ប្រកាសណាស់នំនេះខ្ញុំបានធ្វើវាញ៉ាំដោយខ្លួនឯងក៏ប៉ុន្តែបើនាងមិនយកតោះនោះទេខ្ញុំអាចឲ្យនាងញ៉ាំបានដូច្នេះហើយអ៊ីនីងក៏បានយកបង្អែមមួយនឹងមកញ៉ាំទាំងសក្តិរំភើបចិត្តគាត់ព្រោះអីតែរសជាតិដែលគាត់បានធ្វើនេះគឺដូចជាមួយនឹងម្ដាយរបស់នាងតែបន្ទាប់ពីអ៊ីនីងបានញ៉ាំបង្អែមនេះរួចនាងក៏បាននិយាយសាច់ការជាមួយនឹងតួឯកប្រុសរបស់យើងថាខ្ញុំបានមើលពីប្រវត្តិរូបរបស់លោករួចហើយបើសិនបើលោកកំពុងតែស្វែងរកដៃគូអញ្ចឹងមិនដេចក៏លោកមិនរៀបការជាមួយនឹងខ្ញុំនៅសប្តាហ៍ក្រោយនេះទៅឈិនស៊ឺនៅពេលដែលគាត់បានលឺអញ្ចឹងហើយនោះគាត់ក៏មានការតស៊ូក៏ព្រោះអីតែរឿងរៀបការនេះវាលឿនពេកដែលពួកគេមិនទាន់បានស្វែងយល់ពីគ្នានៅឡើយទេក៏ប៉ុន្តែអ៊ីនីងនាងក៏បាននិយាយប្រាប់គាត់ថានាងនឹងទុកពេលវេលាឲ្យគាត់ពិចារណាបើសិនបើគាត់យល់ព្រមគាត់គ្រាន់តែតាក់ទងមកកាន់នាងមកនិយាយរួចអ៊ីនីងក៏បានប្រកល់នាងបានមួយសន្លឹកនឹងឲ្យទៅទូប្រុសរបស់យើងគាត់ទុកមុនពេលដែលនាងនឹងបានត្រឡប់ទៅវិញទាំងនៅធិតបតឈិនស៊ឺគាត់ក៏ចង់យល់ព្រមរៀបការជាមួយនឹងអ៊ីនីងនឹងភ្លាមដែរក៏ប៉ុន្តែគាត់ខ្លាចនាងសង្ស័យទៅលើគាត់ទាំងដែលធិតបតនោះឈិនស៊ឺគាត់បានស្គាល់ពីអត្តសញ្ញាណរបស់តួឯកស្រីរបស់យើងច្បាស់រហូតដល់ថ្ងៃមួយមេផ្ទះរបស់អ៊ីនីងគឺលោកវិនគាត់បានមកភោជនីយដ្ឋានរបស់ឈិនស៊ឺដើម្បីមកញ៉ាំអាហារនៅទីនោះក៏ប៉ុន្តែក៏ត្រូវបានជំនួយការរបស់គាត់ប៉ុន្តែឃើញឯកសារស្វែងរកដៃគូអញ្ចឹងហើយបានជាតួឯកប្រុសរបស់យើងឈិនស៊ឺនឹងគាត់ក៏បានរកឱកាសមួយឲ្យទៅជំនួយការរបស់គាត់លេបប្រវត្តិរូបរបស់គាត់ចូលទៅក្នុងឯកសាររបស់លោកវិនដែលឥឡូវនេះគាត់គ្រាន់តែរកចាំមើលពេលវេលាតែប៉ុណ្ណោះតែមិនយូរមិនឆាប់នេះច្បាស់ជាមករកគាត់វិញហើយទៅទៅពេលជាមួយគ្នានេះដែរលោកឈិនឡៃ
ដែលជាពុកចុងរបស់អ៊ីនីងនឹងក៏បានមករកតួឯងប្រុសរបស់យើងដល់ភោជនីយដ្ឋានរបស់គាត់ហើយបន្ទាប់ពីបានដឹងថាអ៊ីនីងនឹងបានជ្រើសរើសយកទូប្រុសរបស់យើងធ្វើជាស្វាមីរបស់នាងហើយការដែលលោកឈិនឡៃគាត់បានមករកទូប្រុសរបស់យើងនឹងក្នុងគំនិតទីទូប្រុសរបស់យើងធ្វើជាគ្នារបស់គាត់ហើយនៅពេលដែលគេបានរៀបការជាមួយនឹងទូស្រីយើងហើយគាត់ចង់ឲ្យឈិនស៊ឺផ្ដល់ព័ត៌មានសំខាន់ៗពីអ៊ីនីងនឹងមកកាន់គាត់គ្រប់ពេលក្នុងនាមដែលគាត់ជាឪពុកហើយបារម្ភពីកូនស្រីហើយប្រសិនបើឈិនស៊ឺរស់នៅក្នុងគ្រួសារអ៊ីដែលភាពស្ងប់ស្ងាត់គាត់នឹងធានាថាគាត់នឹងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិនៅក្នុងថ្ងៃអនាគតរួចហើយឈិនស៊ឺក៏បាននិយាយយកព្រមជាមួយនឹងឪពុកចុងរបស់អ៊ីនីងក៏ប៉ុន្តែបន្ទាប់ពីលោកឈិនឡៃគាត់បានចាក់ចែងទៅផុតបន្តិចហ្នឹងទូប្រុសរបស់យើងគាត់ក៏បានចាប់ទិញកំរាតុកចោលឲ្យធ្វើឲ្យចានហើយនឹងធូននៅលើនឹងបែកខ្ចាត់ខ្ចាយរហូតសេវីគេក៏បានរត់មកមើលចឹងហើយគាត់ក៏បានបកគលនាងបានរបស់ទូស្រីនឹងឲ្យទៅសេវីហើយក៏ប្រាប់ឲ្យគេនឹងខលទៅអ៊ីនីងហើយក៏ប្រាប់នាងថាគាត់អញ្ជើញនាងមកភោជនីយដ្ឋានដើម្បីញ៉ាំអាហារពេលល្ងាចជុំគ្នាបន្ទាប់ពីនិយាយចាប់ទូប្រុសរបស់យើងនឹងគាត់ក៏បានទៅរើសយកអំបែងធូយកមកកាត់ដៃរបស់ខ្លួនឯងក្នុងគោលបំណងគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ៊ីនីងហើយមាននៅពេលដែលអ៊ីនីងបានមកភោជនីយដ្ឋានដើម្បីមករកឈិនស៊ឺនោះនាងក៏បានឃើញពីសភាពនៅក្នុងភោជនីយដ្ឋានគឺមានភាពរញ៉េរញ៉ៃហើយឈិនស៊ឺក៏ស្រាប់តែនិយាយសុំទោសទៅកាន់នាងថាដំបូងឡើយខ្ញុំចង់ជួយនាងញ៉ាំអាហារពេលល្ងាចជុំគ្នាក៏ប៉ុន្តែវាមិននឹកស្មានថាទ្រាំផ្លាញ់បែបនេះទេពេលដែលអ៊ីនីងបានលើកដូច្នេះនាងក៏បានគិតថាវាច្បាស់ជាស្នាដៃឪពុកចុងរបស់នាងហើយទើបនាងក៏ចង់ទៅរាយការណ៍ប្រាប់ប៉ូលីសក៏ប៉ុន្តែក៏ត្រូវបានទូប្រុសរបស់យើងនឹងរះរាំងដោយបានច្រកឡាយចាប់ទាញទូស្រីរបស់យើងនឹងមកអោបនឹងរហូតវាក៏បានធ្វើឲ្យបេះដូងរបស់អ្នកទាំងពីរនឹងលោតញាប់ជាខ្លាំងរីហើយឈិនស៊ឺក៏បាននិយាយប្រាប់ទៅកាន់អ៊ីនីងថាយើងមិនមានផុតតាគ្រប់គ្រាន់ទេកុំប្តឹងប៉ូលីសអីដូច្នេះតួឯងស្រីរបស់យើងអ៊ីនីងនាងក៏បានសុំគាត់នឹងឲ្យរុំរបួសឲ្យវិញដោយនាំឡងពេលនោះអ៊ីនីងក៏បាននិយាយប្រាប់ទៅកាន់ឈិនស៊ឺថានៅពេលដែលរបួសរបស់គាត់ជាសះស្បើយលោករៀបការជាមួយនឹងខ្ញុំទៅហើយដរាបណាលោកនៅជាមួយនឹងខ្ញុំធានាថាមិនឲ្យអ្នកណាធ្វើបាបលោកបានឡើយក៏ប៉ុន្តែឈិនស៊ឺក៏បានតបថាពិធីមង្គលការវាមិនមែនជារឿងកំ ប្លែងទេដែលវាក៏មិនមានការងាយស្រួលដែរនៅពេលដែលបានរៀបការរួចហើយទូស្រីក៏និយាយទៅវិញថាខ្ញុំត្រូវការរៀបការគឺដើម្បីទាមទារសិទ្ធិមរតករបស់គ្រួសារអ៊ីខ្ញុំហើយប្រសិនបើលោកគិតថាវាមិនសមរម្យពួកយើងទាំងពីរនាក់អាចធ្វើកិច្ចព្រមព្រៀងជាមួយនឹងគ្នាបានមុនពេលដែលពួកយើងរៀបការដែលនៅពេលដែលខ្ញុំទទួលបានតំណែងនៅក្នុងក្រុមហ៊ុនអ៊ីយ៉នហើយលោកអាចចាត់ចែងពីខ្ញុំបានគ្រប់ពេលវេលាដែលលោកចង់ដូច្នេះហើយឈិនស៊ឺគាត់ក៏បាននិយាយយកព្រមជាមួយនឹងអ៊ីនីងហើយនៅពេលដែលអ៊ីនីងបានត្រឡប់ទៅវិញគាត់ក៏បានដោះបង់ដែលអ៊ីនីងបានរំឲ្យគាត់នឹងចោលគ្រាក៏សម្លឹងមើលនៅលើជញ្ជាំងដែលគាត់បានយករូបរបស់សមាជិកគ្រួសារអ៊ីបិទនៅលើនោះជាមួយនឹងទឹកមុខបែបត្រជាក់ខុសពីពេលនៅជាមួយនឹងទូស្រីរបស់យើងដែលនេះហាក់បីដូចជាគាត់នឹងកំពុងតែរៀបចំផែនការអ្វីមួយដែលកំពុងតែធ្វើវាដោយចេតនាណាហើយមិនយូរប៉ុន្មានពិធីមង្គលការរបស់គាត់ជាមួយនឹងអ៊ីនីងក៏បានមកដល់ហើយមិត្តភ័ក្តិរបស់នាងគឺយេនរីអានគេក៏បានមកសួរសុខទុក្ខទូស្រីរបស់យើងនៅក្នុងថ្ងៃពិធីមង្គលការហើយពេលបានជានាងរៀបការលឿនម្លេះគេខំតែនឹកស្មានថាអ្នកដែលត្រូវរៀបការជាមួយនាងនោះគឺជាគេតើទូស្រីក៏និយាយតបថាលោកគឺជាមិត្តភ័ក្តិដ៏ល្អបំផុតរបស់ខ្ញុំដូច្នេះរីអានគេក៏បានដាក់ចាប់ស្មាររបស់អ៊ីនីងនឹងបាននិយាយប្រាប់នាងថាទោះបីជាអ៊ីនីងនឹងបានរៀបការហើយក៏ដោយក៏គេនឹងនៅក្បែរនាងហើយជួយនាងជានិញហើយគ្រាន់តែរីអានគេបាននិយាយចាប់ខណៈពេលនោះដែរទូប្រាប់របស់យើងគាត់ក៏បានដើរចូលមកកាត់ចង្វាក់របស់នាងទាំងពីរដែលធ្វើទូស្រីរបស់យើងឃើញដូច្នេះហើយនាងក៏បានណែនាំទូឯកប្រុសរបស់យើងទៅកាន់រីអានហើយទូប្រុសរបស់យើងគ្រានឹងដែរក៏ចង់ចាប់ដៃគ្នាជាមួយនឹងរីអានក៏ប៉ុន្តែរីអាននឹងគេមិនខ្វល់នឹងមិនចង់ស្គាល់គ្នាជាមួយនឹងឈិនស៊ឺទេរីហើយក៏បានដើរចាក់ចេញទៅក៏ប៉ុន្តែបន្ទាប់ពីរីអានគេបានចាក់ចេញទៅផុតទូស្រីនឹងក៏បាននិយាយសួរទៅកាន់ឈិនស៊ឺថានៅក្នុងចំណោមក្រែមពីរដើមនេះតើមួយណាស័ក្តិសមជាមួយនឹងនាងនៅក្នុងថ្ងៃនេះទូប្រុសក៏និយាយថាម្ខាងជាពណ៌ផ្កាឈូកហើយម្ខាងទៀតគឺជាពណ៌ cherry ចឹងគាត់គិតថាពណ៌ផ្កាឈូកគឺវាសមគ្នាជាមួយនឹងឈុតរបស់នាងឬហើយទូប្រុសគាត់ក៏បានយកពណ៌ផ្កាឈូកនឹងទៅលាបនៅលើបបោមាត់របស់ទូស្រីថ្នមហើយលាបបានស្អាតទៀតឡើងទូស្រីរបស់យើងនាងស្ញាប់ស្ញែកជាមួយនឹងទូប្រុសណាហើយថេកបានជាទូប្រុសរបស់យើងចេះលាបក្រែមឲ្យមនុស្សស្រីអញ្ចឹងគឺដោយសារតែគាត់នឹងបានហាត់រៀនជាមួយនឹងចំនួនការរបស់គាត់ស្អាវៃមុនពេលដែលគាត់បានលាបឲ្យអ៊ីនីងបន្ទាប់ពីនឹកមកពិធីមង្គលការរបស់ពួកគេទាំងពីរនាក់នឹងក៏បានចាប់ផ្ដើមដោយមានវត្តមានជាតារបស់នាងនៅទីនោះដែរហើយគាត់ក៏បាននិយាយជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូតទៅខណៈពេលដែលឈិនស៊ឺគាត់ក៏បាននិយាយប្រាប់ទៅកាន់ជាតាថាកុំបារម្ភអីលោកតាខ្ញុំនឹងមើលថែរក្សានាងឲ្យបានល្អហើយក្រោយពីវិធីនោះមកទូស្រីរបស់យើងនាងក៏មានអារម្មណ៍ថាឈឺជើងបន្តិចដូច្នេះហើយនាងក៏បានសុំទូឯកប្រុសរបស់យើងទៅផ្លាស់ប្ដូរស្បែកជើងអញ្ចឹងឈិនស៊ឺក៏ចង់នាំទូស្រីរបស់យើងទៅផ្លាស់ដូរណាក៏បន្តែក៏ត្រូវបានទូស្រីនឹងរះរាំងប្រាប់ថាឲ្យគាត់នឹងនៅទទួលភ្ញៀវនៅទីនេះទៅទុកឲ្យនាងតតែម្នាក់ឯងបានហើយតែនៅក្នុងគ្រាដែលអ៊ីនីងនឹងបានចាក់ចេញពីទូឯកប្រុសរបស់យើងនេះក៏មានភ្ញៀវពីរនាក់បាននិយាយដើមនៅចំពោះមុខទូឯកប្រុសរបស់យើងថាឈិនស៊ឺគាត់គ្រាន់តែជាចង់ភូមិម្នាក់តែប៉ុណ្ណោះតែគាត់អាចរៀបការជាមួយនឹងកូនស្រីរបស់គ្រួសារអ៊ីបានដោយរបៀបណាមើលទៅឋានៈរបស់គាត់គឺមិនស័ក្តិសមជាមួយនឹងអ៊ីនីងឡើយលើដូច្នេះទូឯកប្រុសរបស់យើងគាត់ក៏ខឹងជាមួយនឹងពួកគេទាំងពីរនាក់មែនទែនហើយគាត់ក៏ក្តាប់ដៃចង់តបតជាមួយនឹងពួកគេណាក៏ប៉ុន្តែទូស្រីរបស់យើងមកតាន់ហើយគាត់ក៏បានទៅចាប់ដៃទូប្រុសរបស់យើងតង់នឹងបាននិយាយតបតជាមួយនឹងភ្ញៀវពីរនាក់នោះថាប៉ះសិនបើមានណាម្នាក់មកក្នុងកម្មវិធីមង្គលការរបស់ខ្ញុំដែលគ្រាន់តែនិយាយមើលងាយស្វាមីរបស់ខ្ញុំដូច្នេះគ្រាន់តែចាក់ចេញពីទីនេះទៅគ្រាន់តែនិយាយរួចអ៊ីនីងក៏បាន
បានអូដៃទូប្រុសរបស់យើងនឹងមកបន្ទប់វិញទាំងអារម្មណ៍មិនសូវជាល្អប្រហែលនោះទេក៏ស្រាប់តែតួឯកប្រុសរបស់យើងឈិនស៊ឺគាត់បានប្រទះឃើញថាឪពុកចៅរបស់អ៊ីនីងបានមកបន្ទប់របស់ពួកគេទាំងពីរនាក់ហើយរួចមើលពួកគេនឹងពីខាងក្រៅតែឃើញដូច្នេះឈិនស៊ឺក៏បានចាប់ផ្ដួលទូស្រីរបស់យើងទៅលើក្រេហើយក៏និយាយប្រាប់ទៅកាន់អ៊ីនីងថាឪពុកចៅរបស់នាងកំពុងតែខ្លាំមើលពួកគេទាំងពីរនាក់ដែលនាំឲ្យអ៊ីនីងបានលើកដូច្នោះនាងក៏បានចាប់ផ្ដួលទូប្រុសរបស់យើងទៅលើក្រេវិញហើយក៏បានឡើងទៅលើគាត់នាងនិយាយប្រាប់គាត់ថាបើសិនបើយើងធ្វើបែបនេះយើងត្រូវតែធ្វើវាឲ្យដូចជាការប៉ិនហើយតួឯកប្រុសរបស់យើងមានតែខ្លាចឯណាដែលគាត់នឹងក៏បានចាប់លើកតួឯកស្រីរបស់យើងនាំនាងចូលទៅក្នុងបន្ទប់ទឹករហូតវាក៏នាំឲ្យឪពុកចៅរបស់អ៊ីនីងបានឃើញបែបនេះហើយគាត់មិនអាចទ្រាំមើលទៀតបានក៏ដើរចាក់ចេញពីទីនោះទៅបន្ទាប់ពីតួស្រីនេះបានដឹងថាឪពុកចៅរបស់នាងបានចាក់ចេញទៅផុតនាងក៏បានបង្រៀនតួឯកប្រុសរបស់យើងពីភាពស្អាតស្អំដែលគាត់គួរទៅនៅទីនេះក៏ប្រយទៅនាងចូលចិត្តមនុស្សស្អាតជាពិសេសនៅពេលដែលលាងដៃត្រូវធ្វើវាចំនួន7ជំហានទើបប្រកាសថាវាស្អាតហើយមុនពេលដែលគាត់ចូលគេក៏ត្រូវតែសម្អាតខ្លួនហើយងូតទឹកជាមុនសិនដែលផ្លាស់ប្ដូរជាមួយនឹងសំនៀងពេទ្យទាំងអស់នេះហើយបន្ទាប់ពីអ៊ីនីងបានប្រាប់ពីលក្ខខណ្ឌរបស់នាងទៅកាន់តួប្រុសរបស់យើងរួចហើយតួប្រុសរបស់យើងគាត់ក៏ប្រកាសថាគាត់អាចធ្វើវាបានទាំងអស់ក៏ប្រយតែខ្ញុំក៏ជាមនុស្សដែលស្អាតម្នាក់ដែរឬហើយសាច់រឿងគេក៏បានកាត់មកនៅពេលយប់ឡើងដែលពួកគេទាំងពីរនាក់ក៏បានគេងជាមួយនឹងគ្នាលើក្រេតែមួយតែតួស្រីរបស់យើងនេះមិនអាចគេងលក់តតែសោះដែលធ្វើឲ្យតួប្រុសរបស់យើងឃើញដូច្នេះហើយគាត់ក៏បានយកដៃរបស់អ៊ីនីងយកមកម៉ាស្សាឲ្យនាងព្រោះនេះជាវិធីតែមួយគត់ដែលអាចធ្វើឲ្យនាងគេងលក់បានក៏ប៉ុន្តែនំឡោបេដេឈិនស៊ឺក៏កំពុងតែម៉ាស្សាដៃឲ្យតអ៊ីនីងនេះដែរក៏ស្រាប់តែក៏ទៅចិត្តមកតួឯកស្រីរបស់យើងដោយចេតនាហាក់ដូចជាចង់ថើបនាងក៏ប៉ុន្តែតួស្រីនឹងក៏បាននិយាយសួរទៅកាន់ឈិនស៊ឺថាតើឪពុកចុងរបស់នាងកំពុងតែលួចសម្លឹងមើលមកពួកគេទាំងពីរនាក់ម្ដងទៀតហើយមែនឈិនស៊ឺក៏តបថាអត់នោះទេខ្ញុំគ្រាន់តែចង់បំពេញកាតព្វកិច្ចជាប្តីតែប៉ុណ្ណោះកុំបារម្ភអីខ្ញុំមានរូបរាងស្អាតណាស់ហើយមានណាក្រៅតួប្រុសរបស់យើងបាននិយាយចប់គាត់ក៏បានចាប់តួស្រីរបស់យើងនឹងយកមកថើបតែម្ដងរីឯអ៊ីនីងវិញនាងក៏មិនបានបដិសេធដែរដែលនាងក៏បានឲ្យតួឯកប្រុសរបស់យើងថើបពីនេះទៅទៀតនោះនៅពេលដែលឈិនស៊ឺក៏បានចាប់ថើបតួស្រីនោះតួស្រីហ្នឹងនាងក៏បានទៅចាប់ទាញតួប្រុសហ្នឹងមកថើបវិញលក្ខណៈថាគេថើបម្ដងញ៉ាហ្មងអញ្ចឹងហើយក៏ចង់បន្តទៀតអីអញ្ចឹងណាដែលអ្នកទាំងពីរនៅម្លងពេលហ្នឹងដែរក៏បានថើបគ្នាយ៉ាងរ៉ូម៉ាទិកហ្នឹងតើដែលធ្វើឲ្យអ្នកទស្សនានេះឡើងចង់លើជាតិស្ករទៅហើយលុះនៅពេលព្រឹកឡើងនៅម្លងពេលដែលតួប្រុសរបស់យើងក៏បានភ្ញាក់ពីគេងមុនតួឯងស្រីគាត់ក៏បញ្ញាធ្វើកាតព្វកិច្ចជាប្តីដ៏ល្អដោយបានច្បាច់ថ្នាំដ៏ថ្មីហ្នឹងទុកសម្រាប់ឲ្យតួស្រីរបស់យើងដល់ថ្មីរួចហើយក៏យកកន្សែងត្រៀមទុកឲ្យតួឯងស្រីរបស់យើងនៅពេលដែលនាងបានលាងមករួចហើយបន្ទាប់ពីរៀបចំរបស់អស់ទាំងនឹងរួចហើយតួឯកប្រុសរបស់យើងគាត់ក៏បានទៅរៀបចំសម្ភារពេទ្យទុកសម្រាប់អ៊ីនីងរួចហើយគាត់ក៏បានទៅធ្វើអាហារពេលព្រឹកសម្រាប់នាងហើយក្រោយពេលដែលអ៊ីនីងបានភ្ញាក់ពីគេងនាងក៏បានចេញមកខាងក្រៅក៏ឃើញថាតួឯកប្រុសរបស់យើងគាត់បានរៀបចំអាហាររួចបាត់ទៅហើយដែលឃើញដូច្នេះតួស្រីរបស់យើងនេះពិតជាសប្បាយចិត្តខ្លាំងណាស់ដែលនាងមានស្វាមីបកែរឿងនៅក្នុងផ្ទះអញ្ចឹងតើអ៊ីនីងនឹងក៏បានទៅញ៉ាំបបរដែលតួឯកប្រុសរបស់យើងបានធ្វើទុកសម្រាប់នាងក៏ប៉ុន្តែនៅម្លងពេលដែលអ៊ីនីងកំពុងតែញ៉ាំនេះដែរឈិនស៊ឺគាត់ក៏បានប្រទះឃើញថាកយរបស់អ៊ីនីងគឺមានចំក្រហមដុបក៏ព្រោះអីតែយប់មិញហ្នឹងក៏រៀងជ្រុលបន្តិចអញ្ចឹងហើយឈិនស៊ឺគាត់ក៏បានទៅយកថ្នាំហ្នឹងមកលាបឲ្យតួឯកស្រីរបស់យើងផ្លុំផងលាបផងឡើងធ្វើឲ្យតួស្រីរបស់យើងនេះក៏មានអារម្មណ៍អៀនជាមួយនឹងតួឯកប្រុសរបស់យើងមែនទែនជាពិសេសនោះនៅពេលដែលឈិនស៊ឺគាត់បានសម្លឹងមើលមុខរបស់នាងវាក៏បានធ្វើឲ្យតួស្រីរបស់យើងហ្នឹងនៅតែមានអារម្មណ៍ភ័យញាប់ញ័រអញ្ចឹងហើយនាងក៏បានស្ទុះងើពីតុអាហារហើយក៏ប្រាប់តួប្រុសរបស់យើងថានាងបញ្ញាប់តក្រុមហ៊ុនដែលនៅពេលព្រឹកនេះដែរនៅឯក្នុងក្រុមហ៊ុនEon Group ក៏មានការប្រជុំបុគ្គលិកគ្រប់ផ្នែកក៏ប្រអីតែថ្ងៃនេះដែរអ៊ីនីងគឺនាងបានឡើងកាន់តំណែងជាប្រធានាធិបតីហើយមិនត្រឹមតែប៉ុណ្ណោះនោះទេអ៊ីនីងក៏បានបង្កើតច្បាប់ថ្មីនៅក្នុងក្រុមហ៊ុនមួយចំនួនបន្ថែមទៀតទៅកាន់បុគ្គលិកទាំងអស់ដល់ពេលបុគ្គលិកបានលើកច្បាប់ថ្មីដែលតួស្រីរបស់យើងបានកំណត់នៅក្នុងក្រុមហ៊ុនអញ្ចឹងពួកគេនឹងក៏មិនពេញចិត្តជាមួយនឹងតួស្រីរបស់យើងជាខ្លាំងអានេះត្រឹមតែថ្ងៃដំបូងដែលនាងបានចូលមកកាន់កាប់តំណែងជា CEO ហើយក្រោយពេលអ៊ីនីងបានកំណត់រួចនាងក៏បានរំសាយកិច្ចប្រជុំនេះទៅតែនាងវាក៏បានធ្វើឲ្យយៀនរីអានគេក៏បាននិយាយសួរទៅកាន់អ៊ីនីងថាហេតុអ្វីបានជាអ៊ីនីងធ្វើបែបនេះហេតុបានជានាងមិនព្រមយកឈ្នះចិត្តរបស់ពួកគេហើយធ្វើជាមិត្តជាមួយនឹងពួកគេដោយការរត់បន្តឹងការគ្រប់គ្រងបែបនេះបុគ្គលិកនឹងមិនចូលចិត្តនាងឡើយអ៊ីនីងក៏បាននិយាយទៅកាន់រីអានថាឪពុកចុងរបស់នាងឈិនឡៃគេមានសំណាញ់នៅក្នុងក្រុមហ៊ុននេះខ្លាំងជាងនេះទៅទៀតបើសិនបើនាងមិនធ្វើវាឲ្យស្វិតស្វាញនោះទេតើខ្ញុំនឹងអាចកម្ចាត់គាត់បានយ៉ាងដូចម្ដេចទោះជាយ៉ាងណាក៏ដោយខ្ញុំក៏មិនដូចជាលោកដែរដែលលោកមានឪពុកម្ដាយនៅគ្រប់គ្រងពីក្រោយតែចំណែកឯខ្ញុំវិញគឺគ្មានឪពុកម្ដាយដែលមើលថែខ្ញុំទេគឺមានតែខ្ញុំដែលត្រូវពឹងផ្អែកទៅលើខ្លួនឯងតែប៉ុណ្ណោះហើយទន្ទឹមពេលនឹងតួឯងស្រីរបស់យើងកំពុងតែជជែកគ្នាជាមួយនឹងរីអាននេះដែរឈិនស៊ឺគាត់ក៏បានមកទទួលតួឯងស្រីរបស់យើងទៅញ៉ាំអាហារក៏ប៉ុន្តែអ៊ីនីងហ្នឹងនាងក៏បានបដិសេធដោយនាងមិនចង់ញ៉ាំអាហារខាងក្រៅនោះទេអញ្ចឹងតួប្រុសរបស់យើងគាត់ក៏និយាយថាបើអ៊ីនីងមិនចង់ញ៉ាំនៅខាងក្រៅអញ្ចឹងគាត់នឹងធ្វើអាហារឲ្យនាងញ៉ាំតែនៅភ្លាមនោះក៏ស្រាប់តែរីអានហ្នឹងគេបានដើរចូលទៅស្នើខ្លួនសុំទៅញ៉ាំអាហារជាមួយនឹងពួកគេដែរក៏ប៉ុន្តែក៏ត្រូវបានតួឯងប្រុសរបស់យើងហ្នឹងបដិសេធថាគាត់ចម្អិនអាហារសម្រាប់តែអ៊ីនីងតែម្នាក់តែប៉ុណ្ណោះហើយតួប្រុសរបស់យើងនិយាយបដិសេធប៉ប៉ិតហ្នឹងវាមិនសុំនោះទេប៉ុន្តែងុំត្រង់ថាគាត់យកដៃរបស់គាត់ហ្នឹងទៅ
ទេពកញ្ចង្គរបស់ Evening ដើម្បីធ្វើឲ្យ Rian ហ្នឹងគេបានឃើញថាទំនាក់ទំនងរបស់គាត់ជាមួយនឹង Evening គឺហួសពីការរំពឹងទុករបស់គេឬហើយ Chin-su គាត់ក៏បាននាំ Evening ហ្នឹងត្រឡប់ទៅផ្ទះវិញទៅហើយលុះនៅពេលដែលអ្នកទាំងពីរបានត្រឡប់មកផ្ទះវិញ Chin-su គាត់ក៏ចាប់ផ្ដើមធ្វើអាហារសម្រាប់តួស្រីរបស់យើងដែលក្នុងនោះ Evening ក៏បានជួយ Chin-su នឹងចម្អិនអាហារផងដែរដែលនាងក្លាយទៅធ្វើជាកូនកំណត់របស់ Chin-su ហើយយកគ្រឿងក្រៅនឹងទៅឲ្យតួឯងរបស់យើងក៏ប៉ុន្តែចែកដល់ឯនៅភ្លាមនោះដៃរបស់នាងក៏បានប៉ះត្រូវជាមួយនឹងចង្ក្រានដែលមានចំហាយពីឆ្នាំងស៊ុបតួស្រីរបស់យើងនាងក៏បានរលាកដៃជាមួយនឹងវាដូច្នេះហើយ Evening ដែលមិនដឹងថាត្រូវធ្វើយ៉ាងណានាងក៏បានយកដៃរបស់នាងនឹងទៅចាប់ស្លឹកត្រចៀករបស់ Chin-su និងភាពតក់ស្លុតហើយតួរបស់យើងគាត់ក៏មានការស្លាងកាំងជាមួយនឹងតួស្រីដែរតែគាត់ក៏បាននិយាយប្រាប់ Evening ថាចាំគាត់ទៅយកថ្នាំយកមកលាបឲ្យនាងតែ Evening ដែលសារនាងអេងខ្លាំងពេកចំពោះអាកប្បកិរិយារបស់ខ្លួនឯងទៅកាន់ Chin-su អញ្ចឹងនាងក៏បានស្នើខ្លួនទៅយកថ្នាំមកលាបដោយខ្លួនឯងវិញហើយបន្ទាប់ពី Evening នឹងបានចាក់ចេញទៅផុតក៏ស្រាប់តែឪពុកចុងរបស់នាងក៏បានដើរយកទៅនិយាយជាមួយនឹង Chin-su រំលឹក Chin-su ពីអ្វីដែលគាត់បាននិយាយជាមួយនឹង Chin-su កាលពីថ្ងៃមុននោះថាឲ្យ Chin-su នឹងស៊ើបអង្កេតអំពីផែនការបន្តរបស់ Evening នៅក្នុងក្រុមហ៊ុន Ion ក្រុមកុំឲ្យ Evening នឹងចូលមកជ្រៀតជ្រែកនៅក្នុងការងាររបស់គាត់ហើយអ្វីដែលលោក Chin-lai កំពុងតែនិយាយគ្នាជាមួយនឹងតួប្រុសរបស់យើងនេះដែរ Evening នឹងក៏បានត្រឡប់មកពីលាបថ្នាំវិញហើយនឹងក៏បានស្ដាប់លើដោយចៃដន្យស្ដាប់រួច Evening នឹងក៏បានដើរចាក់ចេញពីទីនោះទៅតែយប់ឡើង Evening នឹងក៏បានធ្វើពុតជាកេងលក់ហើយក៏កាន់ឯកសារផែនការនៅក្នុងក្រុមហ៊ុន Ion ក៏ព្រោះតែចង់សាចិត្តថា Chin-su ក៏ធ្វើតាមបញ្ជាឪពុកចុងរបស់នាងដែរឬអត់ហើយមាននៅពេលនោះ Chin-su ក៏ពិតជាបានធ្វើពិតមែនដែលគាត់ក៏បានឆោងដៃទៅរកចាប់ឯកសារពីក្នុងដៃតួស្រីរបស់យើងក៏ប៉ុន្តែ Evening នាងក៏បានធ្វើជ្រុះឯកសារដោយចេតនាហើយចំណែក Chin-su វិញក៏មិនត្រឹមតែមិនបានឯកសារហើយគាត់ក៏ធ្វើឲ្យតួស្រីរបស់យើងភ្ញាក់ទៀតដូច្នេះ Evening នាងក៏បាននិយាយសួរទៅកាន់ Chin-su ថាតើគាត់កំពុងតែធ្វើអ្វីហើយតួប្រុសគាត់ក៏បាននិយាយតបថាខ្ញុំគ្រាន់តែចង់យកគម្រោងផែនការរបស់នាងយកទៅទុកវាឲ្យស្រួលដើម្បីឲ្យនាងគេងលក់ស្រួលជាងនេះតែប៉ុណ្ណោះលឺចឹង Evening នាងក៏បានទៅរើសយកគម្រោងរបស់នាងនឹងទុកនៅលើតុហើយក៏ប្រាប់ឲ្យតួប្រុសរបស់យើងនឹងគេងទៅដោយសាររឿងគេក៏បានកាត់ទៅក្នុងយប់ថ្ងៃបន្ទាប់ Chin-su គាត់ក៏បានអង្គុយគាត់ពីទម្លាប់ប្រចាំថ្ងៃរបស់ Evening ទុកនៅក្នុងកំណត់ត្រារហូតនៅពេលដែលគាត់បានឃើញ Evening ចេញពីបន្ទប់ទឹកវិញគាត់ក៏បានយកកំណត់ត្រារបស់គាត់នឹងទៅលាក់ទុកដែលធ្វើឲ្យ Evening បានឃើញ Chin-su គាត់មានការលាក់លៀមជាមួយនឹងនាងក៏សង្ស័យគាត់ថាគាត់នឹងកំពុងតែលាក់អ្វីមួយយ៉ាងពីនាងក៏បានទៅដណ្ដើមយកសភៅកំណត់ត្រារបស់គាត់យកមកបើកមើលឬហើយក៏និយាយសួរទៅកាន់ Chin-su ថាហេតុអ្វីបានជាលោកខ្វល់ខ្វាយជាមួយនឹងខ្ញុំខ្លាំងម្ល៉េះតើលោកបានទៅសែអ្វីគ្រប់យ៉ាងនៅពេលដែលខ្ញុំកំពុងតែធ្វើអ្វីនៅម៉ោងណាពេលណាមែនទេ Chin-su គាត់ក៏បានតបថាក្នុងនាមខ្ញុំគឺជាប្តីរបស់នាងនេះគឺជាកាតព្វកិច្ចរបស់ខ្ញុំដែលត្រូវដឹងតើតួស្រីក៏និយាយវិញថាលោកធ្វើបានល្អណាស់ក៏ប៉ុន្តែលើកក្រោយកូនធ្វើវាទៀតអីក៏ប៉ុន្តែនៅពេលថ្ងៃស្អែកឡើងដែលតួស្រីរបស់យើងកំពុងតែទៅរកអីញ៉ាំនៅឯក្នុងផ្ទះបាយនាងក៏ស្រាប់តែបានលឺឪពុកចុងរបស់នាងស្ដីបន្តទៅកាន់ Chin-su ដែលគាត់មិនអាចលួចយកគម្រោងផែនការរបស់ Evening មកឲ្យគាត់បានហើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បាននិយាយទៀតថាគាត់អាចនាំ Chin-su ចូលមកក្នុងគ្រួសារ E បាននិងអាចធ្វើឲ្យ Chin-su ចាក់ចេញពីគ្រួសារ E បានផងដែរដូច្នេះកុំធ្វើឲ្យគាត់រំលឹកពីអ្វីដែល Chin-su ត្រូវធ្វើឲ្យសោះនិយាយរួចហើយលោក Chin-lai គាត់ក៏បានដើរចាក់ចេញពីតួឯកប្រុសរបស់យើងទៅផុតតែបន្តិច Evening នាងក៏បានចេញមកនិយាយសួរទៅកាន់ Chin-su ថាតែ Chin-su កំពុងតែជួយ Chin-lai លុយយកគម្រោងផែនការរបស់នាងមិនមែនទេ Chin-su គាត់ក៏បានបដិសេធថាមិនមែននោះទេគឺគាត់បានគំរាមខ្ញុំក៏ប៉ុន្តែខ្ញុំក៏មិនបានធ្វើអ្វីដែលធ្វើឲ្យនាងឈឺចាប់ដែរបើអញ្ចឹងចុះរឿងដែលលោកបានកត់ត្រាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំនោះតើលោកបានរាយការណ៍ប្រាប់ទៅកាន់គាត់មែនទេតួប្រុសគាត់ក៏បានឆ្លើយតបថាពិតមែនហើយបើអញ្ចឹងចុះបើសិនបើថ្ងៃណាមួយគាត់បានបញ្ជាឲ្យលោកលួចយកផែនការដែលអាចកំបាំងនៃអាជីវកម្មធំជាងនេះតើលោកនឹងលួចយកវាមែនទេតួប្រុសក៏តបវិញថាអត់នោះទេខ្ញុំគ្រាន់តែគិតអំពីការធ្វើអ្វីមួយកុំឲ្យនាងឈឺចាប់តែប៉ុណ្ណោះតែ Chin-su លោកគឺជាសល់មីរបស់ភរិយានៅក្នុងគ្រួសារ E ដូច្នេះហើយលោកក៏មិនចាំបាច់ឲ្យអ្នកណាម្នាក់ដូចជា Chin-lai មកបញ្ជាលោកបានឡើយ Chin-su នៅពេលដែលគាត់បានស្ដាប់ Evening និយាយហើយគាត់ក៏បានងក់ក្បាលជាមួយនឹងតួស្រីក្រោយពីនឹងមក Chin-su គាត់ក៏បានមកជួបជាមួយនឹងពូរបស់គាត់នៅឯភោជនីយដ្ឋានហើយក៏សួរ Chin-su ថាការដែលគាត់បានចូលទៅក្នុងគ្រួសារ E វាយ៉ាងម៉េចដែរហើយតួប្រុសគាត់ក៏និយាយថាឥឡូវនេះដែរ Evening នាងកំពុងតែសង្ស័យលើគាត់អញ្ចឹងពូរបស់ Chin-su ក៏បាននិយាយប្រាប់ថាបើសិនបើវាគ្រោះថ្នាក់ពេកកុំបន្ថយបន្ថានអី Chin-su អាចបកក្រោយបានហើយបើទោះបីជា Chin-su មិនបានចូលទៅក្នុងគ្រួសារ E ក៏គាត់អាចរកវិធីដោះស្រាយផ្សេងទៀតបានដែរ Chin-su គាត់ក៏បានបដិសេធថាមិនចាំបាច់នោះទេគាត់ចង់ធ្វើផែនការនេះដោយជោគជ័យទាំងដែលដំឡូងពេលដែល Chin-su កំពុងតែនិយាយគ្នាជាមួយនឹងពូរបស់គាត់នៅក្នុងភោជនីយដ្ឋាននេះក៏មានគេកំពុងតែលួចថតពីអ្នកគាត់នឹងដោយសម្ងាត់ហើយនៅចាំថ្ងៃជាមួយគ្នានោះដែរ Chin-lai គេក៏បានអញ្ជើញម្ចាស់ពេលហត់នឹងមកប្រារព្ធពិធីជប់លៀងនៅឯផ្ទះរបស់គ្រួសារ E ហើយក៏បានបញ្ជាឲ្យអ្នកបម្រើនឹងប្រាប់តួឯកប្រុសរបស់យើងធ្វើអាហារសម្រាប់គាត់ជាមួយនឹងម្ចាស់ពេលហត់នៅក្នុងថ្ងៃនេះយូរទៅតួឯកប្រុសរបស់យើងលក្ខណៈថាត្រូវឪពុកក្មេងធ្វើបាបអញ្ចឹងណាក៏ប៉ុន្តែចៃដន្យអីតួឯកប្រុសរបស់យើងមិនឲ្យគេធ្វើបាបងាយស្រួលឡើ
ដែរដោយគាត់ក៏បាននិយាយប្រាប់ទៅកាន់លោកឈិនឡៃថាខ្ញុំគឺជាប្តីរបស់អ៊ីនីងតែម្នាក់គត់ហើយខ្ញុំក៏មិនមែនជាចុងភៅរបស់គ្រួសារអ៊ីដែរហើយខ្ញុំខ្លាចថាវាមិនសមរម្យនោះទេឪពុកក្មេងតែភ្លាមនឹងឈិនស៊ឺគាត់ក៏ត្រូវបានអ្នកគ្រប់គ្នានឹងស្ដីបន្ទោសឲ្យគាត់ថាឈិនស៊ឺគាត់គ្រាន់តែជាមេចុងភៅដែលបានរៀបការជាមួយនឹងកូនស្រីរបស់គ្រួសារអ៊ីហើយធ្វើខ្លួនហាក់ដូចជាព្រះអង្គម្ចាស់ហើយហ៊ាននិយាយពាក្យបែបនេះជាមួយនឹងភ្ញៀវបានយ៉ាងដូចម្ដេចហើយខណៈពេលដែលឈិនស៊ឺក៏ត្រូវបានអ្នកគ្រប់គ្នាស្ដីបន្ទោសថាឲ្យគាត់នោះក៏ស្រាប់តែអ៊ីនីងនឹងបានត្រឡប់មកផ្ទះវិញតាន់សភាពការនេះនាងក៏បានចូលទៅនិយាយថាឲ្យពួកគេវិញថាបើអ្នកទាំងអស់គ្នាចង់ញ៉ាំអាហារចាស់ហេតុអ្វីបានជាអ្នកទាំងអស់គ្នាធ្វើដំណើរមកផ្ទះរបស់ខ្ញុំហើយញ៉ាំអាហារនៅទីនេះហើយខ្ញុំមិនខ្វល់នោះទេថាឈិនស៊ឺគាត់គឺជាអ្វីតែអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងនោះខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកធ្វើបាបឬក៏សម្លុតដាក់គាត់ឡើយនិយាយរួចហើយអ៊ីនីងក៏បានប្រាប់ឲ្យលោកវិននឹងអញ្ជើញភ្ញៀវទាំងអស់នេះចាក់ចេញពីផ្ទះរបស់នាងហើយចំណែកឯនាងវិញក៏បានអូសដៃតួឯងរបស់យើងទៅជាមួយនឹងនាងតែក្នុងនោះរីអានគេក៏បានដើរតាមអ្នកទាំងពីរផងដែរហើយក៏បានសុំនិយាយជាមួយនឹងតួឯងស្រីរបស់យើងតែពីរនាក់បន្តិចដូច្នេះអ៊ីនីងក៏បានប្រាប់ឲ្យឈិនស៊ឺនឹងគាត់ទៅបន្ទប់មុនទៅហើយបន្ទាប់មករីអានគេក៏បានប្រាប់ទៅកាន់អ៊ីនីងថាឈិនស៊ឺក៏មិនមែនជាមនុស្សធម្មតាទេតែគាត់កំពុងតែណាត់ជួបជាមួយនឹងបារម្ភម្នាក់ដែលគេស្គាល់ថាជាស៊ូជីងស៊ុនជា CEO របស់សាំងស៊ូក្រុបហើយមើលទៅរូបភាពរបស់អ្នកទាំងពីរនេះពិតជាសាសនាគ្នាណាតែជួនជាពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានេះទូប្រុសរបស់យើងមិនទាន់បានតណាឡើយដោយខណៈពេលដែលអ៊ីនីងអ្នកបានឃើញរូបភាពនេះហើយនាងក៏បានយករូបភាពហ្នឹងមកសួរតួឯងប្រុសរបស់យើងតើគាត់មានទំនាក់ទំនងអ្វីជាមួយនឹងស៊ូជីងស៊ុនឈិនស៊ឺគាត់ក៏បាននិយាយប្រាប់ទៅកាន់អ៊ីនីងថាស៊ូជីងស៊ុនគាត់គឺជាអ្នកឧបត្ថម្ភរបស់គាត់ក៏ព្រោះតែគាត់គឺជាក្មេងកំព្រាម្នាក់ដែលស៊ូជីងស៊ុនគាត់គឺជាអ្នកឧបត្ថម្ភនៅក្នុងមណ្ឌលកុមារកំព្រារបស់ពូយើងហើយគាត់ក៏បានផ្ដល់ជំនួយជួយខ្ញុំបើកភោជនីយដ្ឋានតូចមួយផងដែរដើម្បីតែសម្រេចក្តីសុបិនរបស់ខ្ញុំដល់ពេលលើចឹងអ៊ីនីងក៏បាននិយាយសួរទៅកាន់ឈិនស៊ឺថាហេតុវាបានជាយូរហើយគាត់មិនប្រាប់នាងនោះក៏ព្រោះតែខ្ញុំគិតថាខ្ញុំមិនចង់ធ្វើជាបន្ទោសរបស់នាងនោះទេហើយម្យ៉ាងវិញទៀតខ្ញុំក៏ខ្លាចថានាងមិនអាចទទួលយកខ្ញុំបានអ៊ីនីងនៅពេលដែលនាងបានលើឈិនស៊ឺនិយាយចឹងហើយនាងក៏យល់ហើយក៏អាណិតតួឯងប្រុសរបស់យើងណាដោយបាននិយាយសុំទោសទៅកាន់ឈិនស៊ឺដែលនាងបានយកច្រឡំទៅលើគាត់អញ្ចឹងវាក៏បានធ្វើឲ្យរីអាននៅក្នុងគ្រានឹងដែរគេពិតជាមិនសប្បាយចិត្តនោះទេក៏ព្រោះអីតែគេខំជួមនុស្សឲ្យទៅតាមតួប្រុសរបស់យើងប៉ុណ្ណឹងហើយនៅតែមិនអាចបំបែកពួកគេទាំងពីរនាក់បានទៀតតែទោះបីជាយ៉ាងនេះក្តីរីអាននឹងគេនៅតែមិនអស់ចិត្តដោយគេនៅតែសង្ស័យទៅលើតួឯងប្រុសរបស់យើងដដែលគិតថាឈិនស៊ឺបានចូលមកក្បែរអ៊ីនីងគឺមានបំណងអាក្រក់ដូច្នេះហើយរីអានគេក៏បានមកភោជនីយដ្ឋានរបស់ឈិនស៊ឺធ្វើជាមកញ៉ាំអាហារទាំងដែលការប៉តទៅគេមានបំណងចង់មកស្វែងរកព័ត៌មានអំពីឈិនស៊ឺហើយលុះនៅពេលដែលឈិនស៊ឺក៏បានធ្វើអាហាររួចរាល់យកមកឲ្យរីអានញ៉ាំក៏ប៉ុន្តែនៅពេលដែលរីអានបានឃើញអាហារដែលតួប្រុសរបស់យើងបានធ្វើយកមកឲ្យគេញ៉ាំនោះសិតតែជាម្ហូបហិលរីអានគេក៏បានបើកភ្នែកធំហើយមិនត្រឹមតែប៉ុណ្ណោះនោះទេតួប្រុសរបស់យើងគាត់ក៏បានថែសេវាកម្មដោយយកអាហារហ្នឹងទៅបញ្ចុកដល់មាត់របស់រីអានទៀតហើយគ្រាន់តែរីអានគេបានដាក់មួយម៉ាត់ចូលទៅក្នុងមាត់របស់គេហ្នឹងគឺហើខ្លាំងមែនទែនធ្វើឲ្យកាពះរបស់គេមិនអាចទ្រាំទ្រជាមួយនឹងភាពហើនេះបានគេក៏ឈឺពោះរហូតដល់ថ្នាក់ហ្នឹងរត់ចាក់ចេញពីតុអាហារទៅបន្ទប់ទឹកបានប្រហែលមួយសប្តាហ៍រីអានគេក៏បានចាក់ចេញពីបន្ទប់ទឹកវិញដើរកាន់បន្ទប់មួយគេក៏លួចចូលទៅក្នុងបន្ទប់ឯកជនរបស់ឈិនស៊ឺក៏ស្រាប់តែរីអានគេបានស្វែងរកឃើញបន្ទប់សម្ងាត់មួយរបស់ឈិនស៊ឺហើយគេក៏បានចូលទៅទីនោះឃើញជញ្ជាំងមួយដែលត្រូវបាំងដោយវាំងននចិត្តឈឹងគេក៏បានបំរុងទៅនឹងបើកមើលក៏ប៉ុន្តែក៏ត្រូវបានឈិនស៊ឺនឹងចូលមកអត់តាន់ហើយរះរាំងដោយនិយាយប្រាប់ទៅកាន់រីអានថាហេតុវាបានជាហ៊ានចូលមកក្នុងបន្ទប់សម្ងាត់របស់ខ្ញុំបើសិនបើមិនមែនយល់មកដល់អ៊ីនីងនោះទេខ្ញុំច្បាស់ជាហៅប៉ូលីសឲ្យមកចាប់លោកជាមិនខានក៏ប៉ុន្តែខ្ញុំមើលទៅលោកហេតុវាបានជាភ័យខ្លាំងម្ល៉េះតើលោកកំពុងតែលាក់បាំងអ្វីមែនទេគ្រាន់តែរីអានគេបាននិយាយតែប៉ុណ្្នឹងគេក៏បានទៅចាប់បើកវាំងនននៅពីខាងក្រោយតួឯងប្រុសរបស់យើងនឹងចាញ់ដល់ថ្នាក់គេក៏បានធ្វើឲ្យតួឯងប្រុសរបស់យើងនឹងដួលចាំពេលដែលអ៊ីនីងនាងក៏បានមកតាន់សភាពការមួយនេះហើយឃើញតួប្រុសរបស់យើងកំពុងតែដួលនាងក៏បញ្ញាទៅជួយលើកតួឯងប្រុសរបស់យើងឡើងខណៈពេលដែលរីអានគេក៏បានប្រាប់ឲ្យអ៊ីនីងនាងក៏លេចមើលទៅនៅជញ្ជាំងពីអ្វីដែលឈិនស៊ឺគេកំពុងតែលាក់បាំងហើយមានណានៅពេលដែលអ៊ីនីងនាងបានក៏លេចមើលទៅនៅជញ្ជាំងហ្នឹងក៏ស្រាប់តែបានឃើញថាវាគ្មានអ្វីសោះឡើយគឺវាគ្រាន់តែជារូបមន្តម្ហូបដែលអ៊ីនីងនាងចូលចិត្តញ៉ាំតែប៉ុណ្ណោះតែបើទោះបីជានេះក្តីរីអានគេនៅតែព្យាយាមបកកាយហើយនិយាយប្រាប់ទៅកាន់អ៊ីនីងថាឈិនស៊ឺកំពុងតែព្យាយាមបោកបញ្ឆោតនាងកុំជឿគេអីតែអ៊ីនីងនៅពេលនោះនាងក៏បានអូសដៃរបស់រីអាននឹងចេញមកខាងក្រៅប្រាប់ពីការប៉ັດទៅកាន់រីអានដែលបានយកកិច្ចសន្យារបស់នាងជាមួយនឹងឈិនស៊ឺនឹងឲ្យទៅរីអានមើលថានាងគ្រាន់តែរៀបការកិច្ចសន្យាជាមួយនឹងឈិនស៊ឺតែប៉ុណ្ណោះគឺដើម្បីទទួលបានតំណែងនៅក្នុងក្រុមហ៊ុនអ៊ីយុនតែអ៊ីនីងប្រសិនបើនាងត្រូវការដៃគូរៀបការចាស់ហេតុវាបានជានាងមិនរកខ្ញុំរីអានតែលោកអាចជួយខ្ញុំបានយ៉ាងដូចម្ដេចបើគ្រួសាររបស់លោកគឺមានចំណងមិត្តភាពជាមួយនឹងឈិនឡៃហើយប្រសិនបើលោកចង់ជួយខ្ញុំពិតមែនលោកគ្រាន់តែជួយខ្ញុំនៅពេលដែលខ្ញុំជួបការលំបាកទៅកុំបារម្ភអីខ្ញុំអាចការពារទ្រព្យសម្បត្តិគ្រួសាររបស់ខ្ញុំបានអញ្ចឹងហើយបន្ទាប់ពីអ៊ីនីងបាននិយាយឲ្យរីអានគេយល់ហើយនាងក៏បានមកលួងលោមតួឯងប្រុសរបស់យើងនៅឯខាងក្នុងវិញកុំឲ្យ
ឲ្យឈិនស៊ឺគាត់មានអារម្មណ៍អន់ស្ពន់ចិត្តជាមួយនឹងនាងក៏ប៉ុន្តែបើទោះបីជាថ្ងៃនេះពួកគេមានការប៉ះទង្គិចគ្នាក៏ពិតមែនថ្ងៃស្អែកឡើងតួប្រុសរបស់យើងគាត់នៅតែបំពេញកាតព្វកិច្ចជាស្វាមីដ៏ល្អម្នាក់របស់អ៊ីនីងដែលបានយកផ្លែឈើនឹងមកឲ្យតួស្រីរបស់យើងញ៉ាំនៅម្លប់ពេលដែលនាងកំពុងតែធ្វើការហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់ក៏បានជ្រៀតទៅធ្វើចឹងរំលោភឲ្យតួស្រីរបស់យើងដាក់សិភៅអានដើម្បីឲ្យនាងមានភាពងាយស្រួលជាងនេះហើយជាងនេះទៅទៀតនោះវាក៏មិនធ្វើឲ្យនាងនឹងរយកញ្ចឹងកឬក៏ឈឺចាប់ត្រង់ស្មាដែរដល់ពេលហើយឈិនស៊ឺគាត់ក៏បានទៅម៉ាស្សានៅកន្លែងស្មាតួស្រីរបស់យើងកុំឲ្យនាងមានភាពឈឺចាំក៏ប៉ុន្តែនៅម្លប់ពេលដែលឈិនស៊ឺក៏កំពុងតែម៉ាស្សាស្មាឲ្យតួស្រីរបស់យើងនេះដែរអ៊ីនីងនាងក៏បាននិយាយទៅកាន់ឈិនស៊ឺថាតើគាត់មានអ្វីលាក់បាំងជាមួយនឹងនាងដែរឬទេតួប្រុសគាត់ក៏បានឆ្លើយតបថាប្រហែលជាវាគ្រាន់តែជារឿងមួយតែប៉ុណ្ណោះដែលខ្ញុំគិតថាខ្ញុំបានធ្លាក់លងស្នេហ៍ទៅលើនាងហើយនិយាយចាប់ឈិនស៊ឺគាត់ក៏បានអើនទៅចឹកមាត់តួស្រីរបស់យើងយកតែម្ដងហើយតួឯងស្រីរបស់យើងគាត់ក៏បានចឹកតបតជាមួយនឹងតួប្រុសរបស់យើងផងដែរមើលទៅផ្អែមល្ហែមនេះតែមែនតែនហ្មងណា